ពេលដែលខ្ញុំទៅទិញចំណីសត្វគឺខ្ញុំតែងឮបងប្អូនជាច្រើនតែគាត់ទិញ hamster យកទៅហើយគាត់ថាចិញ្ចឹមអត់បានរស់ជួនកាលគាត់ចិញ្ចឹមទៅគាត់ថាវាកើតកូនកើតអីទៀតប៉ុន្តែអត់នៅដោយសារតែមេវាខំស៊ីកូនវាអស់យូរទៅគាត់អត់មានអារម្មណ៍ចង់ចិញ្ចឹមអញ្ចឹងខ្ញុំថ្ងៃនេះសូមចែករំលែកពីរបៀបចិញ្ចឹម hamster បន្តិចតែបើសិនជាបងប្អូនណាមានអ្វីដែលប្លែកចាំជួយប្រាប់មកខ្ញុំវិញផងណាអញ្ចឹងការចិញ្ចឹម hamster នេះគឺដំបូងគឺខ្ញុំទិញមកតែ2ទេដល់ឥឡូវវាកើតកូនកាត់ចៅច្រើនណាពីព្រោះយើងយកមកញីមួយឈ្មោលវាមួយអញ្ចឹងវាក៏ដោយគ្នាកាលណាវាដោយហើយរយៈពេលប្រហែលជាខ្ទង់10ទៅ15ថ្ងៃអាញីនឹងវានឹងពោះធំពោះប៉ោងមែនទែនអញ្ចឹងពេលដែលបងប្អូនឃើញពោះធំពោះវាអញ្ចឹងហើយបងប្អូនបែកវាចេញពីឈ្មោលយកមកដាក់ក្នុងទ្រុងដូចខ្ញុំអញ្ចឹងណាហើយក្នុងទ្រុងហ្នឹងកុំភ្លេចដាក់ដបទឹកវាហើយនឹងដាក់ចានចំណីឲ្យវាផងជាពិសេសមួយទៀតហ្នឹងបងប្អូនកុំភ្លេចកាត់กระดาษឬក៏សរកៃដូងកតិចអញ្ចឹងណាដូចក្នុងរូបអញ្ចឹងហើយដាក់វាចូលទៅក្នុងនឹងចុះហើយរៀងរាល់ថ្ងៃបងប្អូនដាក់ចំណីឲ្យវាធម្មតាទៅដាក់ចំណីមួយថ្ងៃម្ដងឬ2ដងតាមជាក់ស្ដែងទៅអញ្ចឹងរយៈពេលប្រហែលជាខ្ទង់5ថ្ងៃយ៉ាងយូរឬក៏អាចមួយអាទិត្យអីចឹងគឺវាកើតកូនហើយអញ្ចឹងនៅពេលដែលវាកើតកូនខ្ញុំសូមបញ្ជាក់បន្តិចថាកុំបើកវាមើលឲ្យសោះក្រៅពីពេលដែលយើងដាក់ចំណីឲ្យវាមួយថ្ងៃម្ដងនឹងទៅបានហើយអញ្ចឹងមួយថ្ងៃម្ដងយើងដាក់វាឲ្យច្រើនទៅហើយស្រួលចិញ្ចឹម hamster នឹងអីក៏វាញ៉ាំដែរមិនបាច់ចាំតែចំណីវាទេបងប្អូនមានបាយដាក់បាយមានបន្លែដាក់បន្លែមានដលងអីឬក៏នំចំណីអីក៏វាញ៉ាំដែរតែជាពិសេសគឺ hamster នឹងវាចូលចិត្តពងទាមែនទែនពងទាពុំមិនស្ងោរយើងណាដាក់ឲ្យវាញ៉ាំមើលអញ្ចឹងមួយថ្ងៃបើកតែម្ដងទេតើវាឃើញមនុស្សបើកញ៉ៃវានឹងស៊ីកូនវាហើយអញ្ចឹងយើងធ្វើអញ្ចឹងរហូតដល់ hamster ហ្នឹងកូនវាធំដោះរោមចេះវារត់ព្រិលល្មមប៉ុនធំជាងមេដៃហ៎បងប្អូនបញ្ចេញវាចុះប៉ុនមេជើងបញ្ចេញវាឲ្យរត់ឆ្វេងឆ្វាយទៅរួមគេចុះណាអរគុណ